ក្មួយៗទាំងអស់គ្នាជាទីមេត្រីដើម្បីឲ្យលោកតាលោកយាយឬក៏មនុស្សចាស់ជាទីស្រឡាញ់ដែលរស់នៅក្នុងផ្ទះជាមួយគាត់មានស្នាមញញឹមប្រកបដោយភាពរីករាយសប្បាយចិត្តហើយសុខភាពរបស់គាត់ក៏ល្អមាំមួនផងនោះក្នុងនាមជាកូនជាចៅឬក៏ជាសមាជិកគ្រួសារឬក៏ជាអ្នកថែទាំអាជីពយើងគួរតែរៀបចំខ្លួនតាមក្បួនខ្នាតចំនួន4នៃសុភមង្គលរបស់មនុស្សចាស់ដូចខាងក្រោមនេះទី1ការរៀបចំបរិស្ថាននៃការរស់នៅគឺផ្ដោតទៅលើសុវត្ថិភាពជាចម្បងការរៀបចំបន្ទប់និងផ្ទះនៅកន្លែងដែលគាត់សម្រាកឲ្យបានល្អមានពន្លឺគ្រប់គ្រាន់គ្មានរបស់របររាយប៉ាយនៅក្នុងបន្ទប់ដែលធ្វើឲ្យគាត់ងាយដួលឬជំពប់ជើងផងដែរបន្ទប់ទឹកគួរតែមានកម្រាលស្អិតដែលមិនរអិលហើយនឹងមានដៃបង្កាន់ដៃសម្រាប់ទប់យ៉ាងហោចណាស់ក៏មានកៅអីមួយសម្រាប់ឲ្យគាត់អង្គុយសម្រួលដល់សរសៃដងខ្លួននិងចង្កេះរបស់គាត់នៅពេលដែលគាត់ងូតទឹកម្ដងអនាម័យជុំវិញខ្លួនគឺតម្រូវឲ្យបន្ទប់ទាំងអស់នោះមានខ្យល់ចេញចូលអាកាសធាតុបានល្អ24ម៉ោងទាំងស្អាតនិងគ្មានក្លិនជូរផ្អូមនៅក្នុងបន្ទប់ដែលជួយសម្រួលដល់ផ្លូវដង្ហើមរបស់គាត់ឲ្យបានស្រឡះល្អ2រៀបចំរបបអាហារនិងសុខភាពអាហាររូបត្ថម្ភរៀបចំអាហារដែលងាយទំពាអាហារដែលងាយរលាយសម្រួលដល់ការបត់ដៃបត់ជើងมันមានការទល់លាមកជាដើមឡាក់និងមានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ដើម្បីហើយក៏កាត់បន្ថយការធ្វើម្ហូបដោយប្រើប្រៃផ្អែមនិងជាតិខ្លាញ់ច្រើនក្រៅពីការផ្ដល់អាហារដ៏មានជីវជាតិនិងមានសារៈប្រយោជន៍ដល់រាងកាយរបស់ពួកគាត់មកគឺការតាមដានសុខភាពគឺជាការចាំបាច់បំផុតលោកអ្នកគួរតែរៀបចំការវិភាគក្នុងការលេបថ្នាំឲ្យបានត្រឹមត្រូវនិងទៀងទាត់ហើយនាំគាត់ទៅពិនិត្យសុខភាពជាប្រចាំទោះបីជាក្នុងលក្ខណៈណាដែលគាត់មិនមានជំងឺកកើតឡើងក៏ដោយទី3បន្ទាប់មកទៀតគឺតម្រូវការសំខាន់មួយទៀតគឺការធ្វើអនាម័យការពារគឺអនុវត្តការលាងដៃនិងការការពារការចម្លងរោគដើម្បីកុំឲ្យគាត់ងាយឆ្លងរោគពីខាងក្រៅដោយសារតែគាត់ជាមនុស្សចាស់ដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយហើយងាយក្នុងការបង្កើនឱកាសដល់មេរោគចូលទៅយាយីនៅក្នុងរាងកាយរបស់ពួកគាត់ទី3រៀបចំស្មារតីនិងអារម្មណ៍ការផ្ដល់តម្លៃនិងការស្ដាប់មនុស្សចាស់ជារឿយៗមានអារម្មណ៍ថាខ្លួនឯងស្ថិតនៅក្នុងស្ថានភាពឯកោឬគ្មានប្រយោជន៍ដូច្នេះហើយកូនចៅគួរតែចំណាយពេលវេលាខលឆាតឬក៏ស្ដាប់គាត់និយាយទល់មុខគ្នាដើម្បីបង្កើនអារម្មណ៍ស្រស់ថ្លារបស់គាត់ដើម្បីឲ្យគាត់មានទំនុកចិត្តថាពួកគាត់កំពុងត្រូវបានកូនផ្ដល់តម្លៃនិងផ្ដល់សេចក្តីស្រឡាញ់នេះគឺជាការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ពួកគាត់បង្កើតបរិយាកាសសบายនាំគាត់សบายតាមរយៈការធ្វើលំហាត់ការលេងហ្គេមការដើរធ្វើលំហាត់ប្រាណការស្ដាប់ធម៌ការទៅជែកលេងកម្សាន្តជាមួយញាតិមិត្តជិតខាងដើម្បីឲ្យស្មារតីនិងខួរក្បាលរបស់គាត់មានភាពរហ័សរហួននិងគាត់គិតថាមិនសង្ហេះសង្ហោចទី4រៀបចំអេយ៉ាបតអ្នកថែទាំភាពអត់ធ្មត់និងក្តីមេត្តាមនុស្សចាស់យើងដឹងថាអាចនឹងនិយាយច្រំដែលហើយមានចរិតដូចកូនក្មេងការប្រើសម្ដីទន់ភ្លន់ទឹកមុខញញឹមស្រស់ស្រាយគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់ពួកគាត់ចំណេះដឹងនិងវិជ្ជាជីវៈការរៀនសូត្ររបស់អ្នកថែទាំបានត្រឹមត្រូវនោះនឹងធ្វើឲ្យមនុស្សចាស់កាន់តែមានការថែទាំរបស់មនុស្សចាស់កាន់តែមានប្រសិទ្ធភាពនិងមិនសូវហត់នឿយការរៀបចំខ្លួនបានល្អរបស់អ្នកថែទាំគឺជាកាដូដ៏អស្ចារ្យបំផុតសម្រាប់មនុស្សវ័យជរាប្រសិនបើក្មួយអាចអនុវត្តបានទាំង4ចំណុចខាងលើនេះ
នោះលោកយាយលោកតាមិនត្រឹមតែមានសុខភាពល្អប៉ុណ្ណោះទេគឺគាត់នឹងរស់នៅដោយមានគុណភាពជីវិតនិងស្នាមញញឹមពិតប្រាកដនាងខ្ញុំរិទ្ធីពីខែយូដើម្បីស្នាមញញឹមរបស់មនុស្សចាស់សូមអរគុណសូមជម្រាបលា